រឿងមួយចំនួនដែលបងប្អូនទាំងអស់គ្នាគួរដឹងមុនទៅលេងកោះតៃវ៉ាន់ទី1នោះគឺបងប្អូនទាំងអស់គ្នាធ្វើដំណើរប្រហែលជា3ម៉ោងពីទីក្រុងភ្នំពេញហើយនៅតៃវ៉ាន់ផ្ទាល់គឺយើងចាយជាមួយនឹងតៃវ៉ាន់ដុល្លារជ័យពីថានៅតៃវ៉ាន់ក៏មាន4អាកាសធាតុដូចនៅប្រទេសកម្ពុជាយើងដែរហើយនៅតៃវ៉ាន់ផ្ទាល់គឺមានប្រជាជនចំនួនប្រហែលជា24លាននាក់និយាយទៅគឺអត់ខុសគ្នាពីប្រទេសកម្ពុជាហ្មងទេនៅតៃវ៉ាន់ហ្នឹងគឺមានរហូតដល់23ទីក្រុងធំៗហើយនៅប្រទេសតៃវ៉ាន់ហ្នឹងគឺអ្វីដែលពួកគាត់ប្រកែបំផុតគឺការធ្វើ software និង chip និយាយទៅគ្រាន់តែ business មួយហ្នឹងគឺធ្វើឲ្យប្រទេសតៃវ៉ាន់មានភាពជឿនលឿនតែម្ដងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់ទៅដល់លេងប្រទេសតៃវ៉ាន់ឬក៏មានចង្អុលសួរថាទៅលេងតៃវ៉ាន់ធ្វើអីសប្បាយញ៉ាំអីឆ្ងាញ់អាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូចែករំលែកអំពីការដើរកម្សាន្តនៅតៃវ៉ាន់បន្តទៀតជួបគ្នាវីដេអូក្រោយជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អបាយបាយកុំភ្លេច like និង share ផង